ថ្ងៃនេះថ្ងៃអាទិត្យហើយត្រូវជូនកូនទៅរៀនខ្មែរនៅចិត្តម្ដុំចិនហ្វិញដល់ពេលអញ្ចឹងចូលផ្សារអាស៊ីនៅចិនហ្វិញនឹងតែម្ដងអ្នកទាំងអស់គ្នាហើយនេះជាត្រីសាម៉ុនដែលខ្ញុំតែងទិញយកមកធ្វើញ៉ាំឆ្ងាញ់អ្នកទាំងអស់គ្នាគេលក់មួយថងតែ$5ទេហើយក្នុងមួយចានដែកដែលខ្ញុំបង្ហាញហ្នឹងគឺអស់$10ហើយគេជាកន្លែងខ្លាញ់ហ្នឹងគឺដាក់លក់ក្រៅដោយសារតែគេយកសាច់ធ្វើស៊ូស៊ីអីចឹងទៅហើយគេសល់កន្លែងព្រួយត្រីហើយកន្លែងពោះត្រីដែលមានខ្លាញ់ឆ្ងាញ់ហ្នឹងគេជាចោលហើយគេដាក់លក់ក្នុងតម្លៃធូរថ្លៃចឹងមកកញ្ចប់ហ្នឹងតែ$5ទេហើយក្នុងមួយចានដែកដែលខ្ញុំបង្ហាញនេះគឺអស់តែ$10ទេពេលយកមកដល់គឺខ្ញុំលាងសម្អាតឲ្យស្អាតហើយខ្ញុំប្រឡាក់ជាមួយនឹងអំបិលម្សៅស៊ុបស្ករប៊ីចេងហើយជាមួយនឹងទឹកប្រេងខ្យងហើយដាក់ម្រេចតិចកុំឲ្យឆ្អាបចឹងហើយខ្ញុំច្បល់ទុកចោលរយៈពេលមួយយប់ពេលប្រឡាក់វាចោលទុកមួយយប់យកវាមកចៀនជាមួយនឹងប្រេងឆាក៏បានចៀនជាមួយនឹងប័រក៏បានដែរហើយជាពិសេសបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តម្ទេសប្រឡាក់ជាមួយនឹងអំបិលម្ទេសគឺកាន់តែឆ្ងាញ់តែម្ដងហើយត្រីសាម៉ុននេះគឺកន្លែងពោះកន្លែងព្រួយគឺឆ្ងាញ់ទាំងអស់ពេលដែលយើងយកមកចៀនឬក៏អាំងគឺឆ្ងាញ់ណាហើយណាមួយធូរថ្លៃអ្នកទាំងអស់គ្នាមកចានដែកនឹងអស់តែ$10ទេគឺសេលលុយបានច្រើនហើយត្រីនេះមានតែនៅសាលចេនហ្វិញទេដែលគេជាមកមានជាប់ព្រួយហើយមានជាប់ខ្លាញ់ច្រើនបើកន្លែងផ្សេងមានតែឆ្អឹងអត់សូវល្អទេ